សួស្តីនឹងហើយខ្ញុំបាទM44ជួបនៅវីដេអូថ្មីទៀតហើយចឹងថ្ងៃនេះខ្ញុំមកទៅ2នាក់ទេអាពួកម៉ាក់ខ្ញុំអាកំាប់នឹងវាអត់មកទេហើយហ្នឹងហើយថ្ងៃនេះគឺយើងជួបគ្នានៅកន្លែងថ្មីគឺនៅស្ពានដែលគួរជាងគេនៅខាងខេត្តពោធិ៍សាត់គឺស្ពានលេខ28នៅបញ្ជួរដោយផ្លូវជាតិលេខ10នេះគឺជាបទពិសោធន៍ថ្មីរបស់ពួកយើងផងដែរដែលយើងបានធ្វើដំណើររហូតដល់ជាង700គីឡូដែលយើងចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ទៅកាន់ខាងអូសោមហើយឆ្ពោះទៅកោះកុងហើយយើងត្រឡប់មកវិញមកកាន់ទីក្រុងភ្នំពេញរបស់យើងវិញឥឡូវយើងចេញពីខេត្តពោធិ៍សាត់តាមភូមិរលៀបនៃស្រុកភ្នំក្រវាញហើយយើងឆ្ពោះទៅកាន់រង្វង់មូលក្រូចពោធិ៍សាត់ហើយរង្វង់មូលក្រូចពោធិ៍សាត់នេះផងដែរក៏វាស្ថិតនៅក្នុងបណ្ដោយផ្លូវលេខ55បន្ទាប់មកយើងធ្វើដំណើរឆ្ពោះទៅត្រង់ទៅរង្វង់មូលប្រម៉ោយស្រុកវាវែងហើយនេះគឺជាទិដ្ឋភាពតាមដងផ្លូវគឺរីកសម្រស់បដាហើយយើងមិនទាន់ទៅដល់គោលដៅរបស់យើងទេប៉ុន្តែសម្រស់តាមដងផ្លូវនេះក៏ស្អាតផងដែរបន្ទាប់មកទៀតក៏យើងបានធ្វើដំណើរមកដល់រង្វង់មូលប្រម៉ោយតែរង្វង់មូលនេះផងដែរពីមុនគឺខ្ញុំមកវាអត់ទាន់មានដំរីច្រើនចឹងទេតែតាមខ្ញុំចាំឥឡូវមានដំរីច្រើនស្អាតមែនទែនហើយហ្នឹងហើយនេះគឺជាទិដ្ឋភាពតាមដងផ្លូវដែលឆ្ពោះទៅកាន់ជួរភ្នំក្រវាញរបស់យើងហើយពុកម៉ែបងប្អូនទៅច្រឡំថានៅស្រុកគេអីនេះគឺនៅស្រុកវាវែងចឹងហ្នឹងហើយយើងធ្វើដំណើរមកដល់ទីនេះគឺយើងមានអារម្មណ៍ថារំភើបស្រស់ស្រាយហើយយើងមានអារម្មណ៍ថាហត់នឿយទេយើងធ្វើដំណើរឆ្ងាយមិនក៏យើងមានអារម្មណ៍ថាហត់នឿយដែរមានអារម្មណ៍ថានៅពេលយើងឃើញអាទិដ្ឋភាពនេះតាមដងផ្លូវតាមជើងភ្នំជើងអីមានអាប់មានអីចឹងតិចយើងដកដង្ហើមចូលក្នុងខ្លួនរបស់យើងមកវាស្រស់ស្រាយហើយយើងភ្លេចទុក្ខកង្វល់វាដូចជាអសុទ្ធមួយដែលជំរុញឲ្យយើងមានទឹកចិត្តនឹងធ្វើអ្វីដែលយើងចង់ធ្វើទៅមុខទៀតចឹងណាពុកម៉ែបងប្អូនហើយអានេះគឺទិដ្ឋភាពតាមដងផ្លូវគៀកមកកាន់ទៅដល់ស្ពានរបស់យើងហើយស្ពានដែលខ្ពស់ជាងគេនោះទីបំផុតក៏ពួកយើងបានមកដល់គោលដៅរបស់ពួកយើងហើយនេះគឺជាទិដ្ឋភាពទាំងស្រុងនៃស្ពានលេខ28ដែលស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជារបស់យើងដែលបានតភ្ជាប់ពីសំឡូតវាវែងឆ្ពោះទៅកាន់ខេត្តកោះកុងស្ពាននេះគឺជាស្ពានលេខ28ឬក៏ស្ពានស្ទឹងឫស្សីជ្រុំដែលមានកម្ពស់90ម៉ែត្រប្រវែងសរុប537ម៉ែត្រទទឹង10ម៉ែត្រសដុកខ្លួនកាត់តាមស្ទឹងឫស្សីជ្រុំស្ថិតនៅក្នុងភូមិឆៃលុកឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់ដែលបានលាក់ខ្លួននៅក្នុងជួរភ្នំក្រវាញអមទៅដោយព្រៃធម្មជាតិយ៉ាងស្រស់បំព្រងនេះគឺជាសមិទ្ធផលមួយដ៏ល្អនៅក្នុងប្រទេសកម្ពុជារបស់យើងដែលវាជួយទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងការធ្វើដំណើរនិងប្រកបអាជីវកម្មផ្សេងហើយនឹងជាទីតាំងទេសចរដែលអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកមកទស្សនានិងផ្ដិតយករូបភាពវីដេអូដើម្បីនាំយកចែកចាយបន្តដែលអាចបង្រីកនៅវិសាលភាពទេសចររបស់ប្រទេសកម្ពុជារបស់យើងហើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបខ្ញុំពិតជាមានមោទនភាពមែនទែនដែលមានសមិទ្ធផលថ្មីល្អរីកចម្រើននៅក្នុងស្រុករបស់យើងពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងហើយឥឡូវវីដេអូរបស់យើងនៅស្ពានលេខ28នេះក៏ដល់ទីបញ្ចប់ក៏យើងធ្វើដំណើរទៅមុខទៀតគឺចេញទៅចាក់ទៅកោះកុងហើយត្រឡប់ទៅទីក្រុងភ្នំពេញរបស់យើងវិញបាយបាយ